ការរៀបការថ្មីរបស់ម្ដាយបានធ្វើឲ្យតួឯកស្រីរបស់យើងមានសេចក្តីសុខយ៉ាងខ្លាំងនៅពេលដែលឃើញនៅស្នាមញញឹមរបស់ម្ដាយនាងម្ដងទៀតប៉ុន្តែនាងមិនដឹងទេថាពេលដែលរស់នៅជាមួយនឹងគ្នាតើនឹងមានអ្វីកើតឡើងរឿងបានចាប់ផ្ដើមដោយយើងបានឃើញតួឯកស្រីដ៏គួរឲ្យស្រឡាញ់របស់យើងនិងម្ដាយរបស់នាងដែលកំពុងធ្វើម្ហូបយកមកឲ្យនាងញ៉ាំដែលយើងឃើញថាគ្រួសារនេះពិតជាមានសុភមង្គលខ្លាំងណាស់ហើយនៅពេលដែលតួឯកស្រីរបស់យើងនៅសាលារៀនម្ដាយនាងបានហៅទូរស័ព្ទឲ្យនាងប្រញាប់ត្រឡប់មកផ្ទះវិញដើម្បីជួបនឹងឪពុកចុងដែលជាប្តីថ្មីរបស់ម្ដាយរបស់នាងពេលតួឯកស្រីរបស់យើងបានមកដល់ផ្ទះម្ដាយក៏បានណែនាំឲ្យស្គាល់ឪពុកថ្មីហើយជាការពិតណាស់ដោយសារតែតួឯកស្រីរបស់យើងខ្ជូតគួរឲ្យស្រឡាញ់ដែលធ្វើឲ្យឪពុកចុងស្រឡាញ់កូនស្រីម្នាក់នេះខ្លាំងណាស់ហើយនៅពេលយប់ពេលដែលតួឯកស្រីរបស់យើងកំពុងដេកឪពុកចុងគាត់ក៏បានចូលទៅក្នុងបន្ទប់របស់នាងហើយយើងក៏បានដឹងថាឪពុកចុងគាត់ពិតជាស្រឡាញ់និងមើលថែកូនស្រីម្នាក់នេះបានយ៉ាងល្អនៅថ្ងៃបន្ទាប់មកម្ដាយតួឯកស្រីរបស់យើងក៏បានចាក់ចេញទៅធ្វើការនៅខាងក្រៅហើយទុកឲ្យតួឯកស្រីនិងឪពុកចុងនៅជាមួយនឹងគ្នាខាងឪពុកក៏ចាប់ផ្ដើមបបួលតួឯកស្រីរបស់យើងញ៉ាំពងទាមាន់ប៉ុន្តែនាងបានបដិសេធរួចនាងក៏បានក្រោបដើរចេញបាត់ទៅថ្ងៃក្រោយមកទៀតដោយសារតែថ្ងៃមុនបបួលតួឯកស្រីរបស់យើងញ៉ាំពងទាមាន់មិនបានសម្រេចទើបពេលនេះគាត់ព្យាយាមបបួលនាងញ៉ាំពងទាមាន់ម្ដងទៀតប៉ុន្តែតួឯកស្រីរបស់យើងនៅតែបដិសេធដដែលហើយនាងក៏ប្រញាប់ទៅសាលារៀនផងដែរហើយពេលល្ងាចតួឯកស្រីរបស់យើងកំពុងអានសៀវភៅឪពុកចុងក៏បានបើកទ្វារចូលមកហើយតួឯកស្រីរបស់យើងនាងបានដឹងភ្លាមថាលើកនេះនាងប្រហែលជាមិនអាចរួចពីកណ្ដាប់ដៃរបស់ឪពុកចុងរបស់នាងឡើយហើយវាក៏បានកើតឡើងដូចអ្វីដែលនាងបានគិតពិតមែនទោះបីជានាងខំប្រឹងនិយាយបដិសេធយ៉ាងណាក៏ដោយទីបំផុតនាងក៏ត្រូវបានឪពុកចុងញ៉ាំពងទាមាន់បានសម្រេចហើយរឿងបែបនេះវាបានបន្តកើតឡើងបែបនេះម្ដងហើយម្ដងទៀតរហូតធ្វើឲ្យតួឯកស្រីរបស់យើងនឹកគិតនៅរូបជាតិនិងធ្វើដែកបុកល្ហុងក្តាមប្រៃរបស់ឪពុកចុងរបស់នាងយ៉ាងខ្លាំងដែលមិនអាចនឹងបដិសេធបានជាមួយនឹងការញ៉ាំបុកល្ហុងក្តាមប្រៃបានឡើយហើយរាល់ពេលតួឯកស្រីរបស់យើងត្រឡប់ចេញពីសាលារៀនឪពុកចុងរបស់នាងតែងតែរងចាំនាងដើម្បីបបួលនឹងញ៉ាំបុកល្ហុងជាប្រចាំហើយពិតណាស់ថាតួឯកស្រីរបស់យើងនាងកាន់តែចូលចិត្តនៅរូបជាតិនិងធ្វើដែកបុកល្ហុងរបស់ឪពុកចុងរបស់នាងរហូតដល់ចុងបញ្ចប់នៃសាច់រឿងពេលដែលម្ដាយរបស់នាងត្រឡប់មកពីផ្សារដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលហើយបានទម្លាក់អីវ៉ាន់ចុះព្រោះថាពេលកន្លងមកគាត់មិនដែលដឹងទេថាតួឯកស្រីរបស់យើងបានញ៉ាំបុកល្ហុងក្តាមប្រៃជាមួយឪពុកចុងមករហូត